ពេលម្លេងស៊ីមរៀបកុំភ្លេចណានេះមកភ្លក់មកអែមតាហ៊ូថ្នោតដែលគេកំពុងតែល្បីឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តយើងនឹងហើយកុំភ្លេចឈៀងទៅភ្លក់រសជាតិកាហ្វេនៅហាងដែលគេទៅបើកថ្មីបែបសហសម័យកំពុងតែ trending ខ្លាំងមែនទែននៅក្នុងក្រុងសៀមរាបជាពិសេសទៅដើរលេងនៅប្រាសាទដែលមានចម្លាក់ល្អឯកហើយស្ថិតនៅក្នុងស្រុកបន្ទាយស្រីផងហើយទាំងនេះគឺជា3កន្លែងដើរលេងថ្មីគួរតែស្គាល់បើសិនជាបងប្អូនអ្នកគ្នាមានគម្រោងមកលេងខេត្តសៀមរាបសម្រាប់កន្លែងទី1ដែលខ្ញុំចង់ណែនាំឲ្យបងប្អូនអ្នកគ្នាមកស្គាល់គឺមានឈ្មោះថា855កាហ្វេនៅកន្លែងរបស់គាត់នេះមានលក់កាហ្វេភេសជ្ជៈផ្សេងក៏ដូចជាម្ហូបអាហារប្រចាំតំបន់ផងដែរទៅមកថ្ងៃនេះចង់មកសាកភ្លក់ជាមួយនឹងមុខមេនុយថ្មីប្រចាំហាងរបស់គាត់ជាប្រភេទផ្អែមតាហ៊ូថ្នោតមើលទៅប្លែកហើយទំនងខ្លាំងមែនទែនដោយដែលបងប្អូនអ្នកគ្នាបានឃើញនៅក្នុងវីដេអូនឹងអញ្ចឹងមានតាហ៊ូហើយមានដាក់សាច់ត្នោតនៅក្នុងនឹងដែរហើយគាត់អាចបន្ថែមជាមួយនឹងទឹកឃ្មុំធម្មជាតិបែបនេះទៀតជាប្រភេទទឹកឃ្មុំផ្កានិយាយពីថាទំនងខ្លាំងមែនទែនបងប្អូនអ្នកគ្នាសម្រាប់ផ្អែមមួយមុខនឹងមានតាមរដូវកាលទេបងប្អូនអ្នកគ្នាបើជ្រុលជាបានមកលេងដល់ប្រាសាទអង្គរវត្តហើយកុំភ្លេចជិះមកភ្លក់ផ្អែមតាហ៊ូថ្នោតនៅកន្លែងរបស់គាត់ផងរសជាតិឆ្ងាញ់តម្លៃសមរម្យហើយពេលញ៉ាំទៅអត់សូវផ្អែមខ្លាំងទេហើយញ៉ាំក៏អត់ទលន់ដែរហើយមួយចាននឹងញ៉ាំម្នាក់ឯងអត់ចង់អស់ទេពេលយើងញ៉ាំទៅមានសាច់តាហ៊ូផងលាយជាមួយនឹងត្នោតផងនិយាយពីថារសជាតិឆ្ងាញ់ប្លែកតែម្ដងសម្រាប់កន្លែងទី2ដែលខ្ញុំចង់ណែនាំឲ្យបងប្អូនអ្នកគ្នាមកស្គាល់គឺមានឈ្មោះថាកង់ទីន36ជាហាងកាហ្វេដែលទើបតែបើកថ្មីដែលគេរៀបចំបែបសហសម័យគាត់រៀបចំបានស្អាតប្លែកខ្លាំងមែនទែនជាពិសេសសម្រាប់អ្នកដែលចូលចិត្តហាងបែបបុរាណហើយសម្បូរប្លង់ថតរូបមកកន្លែងនេះដឹងតែមកខកបំណងទេក៏ដូចជាមកភ្លក់កាហ្វេនិងភេសជ្ជៈផ្សេងនៅកន្លែងរបស់គាត់អញ្ចឹងបើនិយាយពីបរិយាកាសនៅហាងមួយនេះវិញគឺថាអេមខ្លាំងមែនទែនមានម្លប់ដើមឈើធំហើយមានសាឡុងសម្រាប់ឲ្យយើងអង្គុយលេងជាពិសេសខ្ញុំចាប់អារម្មណ៍ជាមួយនឹងកែវរបស់គាត់នេះបងប្អូនអ្នកគ្នាគាត់រៀបចំបានស្អាតខ្លាំងមែនទែនដែលមានដាក់ជាមួយនឹងមួកស្លឹកត្នោតដែលបង្ហាញអំពីអត្តសញ្ញាណរបស់ជាតិខ្មែរយើងច្បាស់តែម្ដងនិយាយទៅខ្ញុំសរសើរបងម្ចាស់ហាងមែនទែនដែលគាត់បកកែរនឹកឃើញហើយចេញកន្សប់មកបែបហ្នឹងហើយបើនិយាយពីហាងរបស់គាត់វិញអត់សូវធំមែនទេបងប្អូនអ្នកគ្នាប៉ុន្តែសម្បូរប្លង់ថតរូបស្អាតតែម្ដងសម្រាប់អ្នកដែលចូលចិត្តថតរូបថតវីដេអូលេងអីហ្នឹងមកកន្លែងនេះដឹងតែអត់ខកចិត្តទេហើយសម្រាប់កន្លែងទី3ដែលខ្ញុំចង់ណែនាំឲ្យបងប្អូនអ្នកគ្នាមកទស្សនាថ្ងៃនេះគឺនៅរឿងឆ្ងាយពីក្រុងសៀមរាបបន្តិចមែនតែបើបានមកលេងហើយដឹងតែអត់ខកចិត្តទេបងប្អូនអ្នកគ្នាតែប្រាសាទមួយនេះមានឈ្មោះថាប្រាសាទបន្ទាយស្រីជាប្រាសាទដែលមានចម្លាក់ល្អឯកខ្លាំងមែនទែនបើសិនជាមានគេសួរថាតើប្រាសាទណាដែលមានចម្លាក់ស្អាតជាងគេខ្ញុំប្រកាសជាប្រាប់គេថាគឺប្រាសាទបន្ទាយស្រីនឹងឯងមើលនៅក្នុងវីដេអូឃើញស្អាតប៉ុណ្ណឹងហើយតែបើសិនជាបងប្អូនអ្នកគ្នាបានមកទស្សនាផ្ទាល់មិនដឹងតែស្អាតប៉ុណ្ណាជាពិសេសទៅលើក្បូរក្បាច់រចនាចម្លាក់មើលមកគឺថារស់រវើកតែម្ដងជាពិសេសមកដល់លេងតាមប្រាសាទនេះរដូវកាល Green Season នេះទៀតគឺថាបរិយាកាសអេមខ្លាំងមែនទែននិយាយទៅក្នុងនាមខ្ញុំជាអ្នកសៀមរាបមែនប៉ុន្តែមិនងាយបានមកលេងដល់ប្រទេសស្រីទេអាចនិយាយបានថាមួយឆ្នាំមកលេងបានម្ដងឬក៏ពីរដងប៉ុណ្ណឹងអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាមានគម្រោងមកលេងខេត្តសៀមរាបនារដូវកាល Green Season នេះកុំភ្លេចឈៀងមកលេងដល់ស្រុកបន្ទាយស្រីផងដោយសារតែនៅស្រុកមួយនេះមិនមែនមានត្រឹមតែប្រាសាទបន្ទាយស្រីទេបងប្អូនអ្នកគ្នានៅមានរមណីយដ្ឋានជាច្រើនផ្សេងទៀតដែលយើងអាចទៅទស្សនាបានហើយបើជ្រុលជាបានណែនាំបងប្អូនអ្នកគ្នាពីកន្លែងដើរលេងហើយថ្ងៃនេះចង់មកណែនាំផលិតផលមួយដែលខ្ញុំប្រើប្រាស់ជាប្រចាំតែម្ដងនោះគឺជាសាប៊ូក្លិនសម្រាប់សក់អង្គានារីជាផលិតផលគុនខ្មែរសុទ្ធ 100% ដែលមាន ingredient មកពីប្រទេសកូរ៉េជួយថែរក្សាសុខភាពសក់និងស្បែកក្បាលកម្ចាត់អង្គាយ៉ាងមានប្រសិទ្ធភាពធ្វើឲ្យសក់យើងស្រស់ស្អាតនិងរឹងមាំកាត់បន្ថយការរលាកស្បែកក្បាលហើយបើបានប្រើរួមជាមួយនឹងក្រេមបន្ទន់សក់ធ្វើឲ្យសក់យើងភ្លឺដោយសរសៃសូត្រតែម្ដងហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ